ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីគ្រឹះស្ថានអារ៉ននីរ៉នអាសុតដែលភ្ជាប់នៅឯកសារសម្រាប់ធ្វើការបើកជាគ្រឹះស្ថានមានដូចខាងក្រោមសញ្ញាបត្រអសុតការីអញ្ញាប័ណ្ណអសុតការីលិខិតថ្កោលទោសអសុតការីវិញ្ញាបនបត្របញ្ជាក់សុខភាពអសុតការីប្រវត្តិរូបសង្ខេបអសុតការីនិងម្ចាស់ទុនអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនលក្ខន្តិកៈសម្រងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មលិខិតស្នើសុំអនុញ្ញាតដាក់ទីតាំងគ្រឹះស្ថានអារ៉ននីរ៉ននិងគំនុំបំព្រួយរូបថតបង្ហាញទីតាំងដែលមានដំណើរភ្ជាប់ Google ស្លាកយីហោទីចាត់ការនិងឃ្លាំងស្តុករូបថត 4x6 របស់អសុតការីព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ